ជំរាបសួរបាទពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទថ្ងៃនេះនៅក្នុងដៃរបស់ខ្ញុំនេះគឺជាប្រភេទអំពូល LED បងប្អូនអរគ្នាដែលអំពូលនេះគឺជាប្រភេទអំពូលដែលប្រើប្រាស់ស៊ីភ្លើងអាគុយហើយថ្ងៃនេះខ្ញុំបានជួបជាមួយនឹងម៉ូតូដែលវាមានដាក់បំពាក់ជាមួយនឹងអំពូលនឹងស្រាប់អញ្ចឹងហើយខ្ញុំនឹងមកធ្វើការបញ្យលបង្រៀនអ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងការតអំពូល LED ផងដែរបាទអញ្ចឹងឥឡូវនេះគឺយើងចូលទៅមើលវីដេអូយើងទាំងអស់គ្នាបាទដើម្បីចូលទៅដល់ការបកស្រាយបងប្អូនដែលចូលមកថ្មីកុំភ្លេចជួយ like ជួយ subscribe និងជួយ share វីដេអូនេះដើម្បីឲ្យបងប្អូនយើងទទួលបានចំណេះដឹងនិងទទួលបានវីដេអូថ្មីៗផងដែរបងប្អូនអរគ្នាអូខេនិយាយរួមទៅអំពូល LED ប្រភេទមកស្រាប់ជាមួយនឹងដុំភ្លើងវាមានមកស្រាប់អញ្ចឹងគឺវាមាន4ខ្សែបងប្អូនអរគ្នាវាមានភ្លើងញាក់វាមានភ្លើងហ្វាភ្លើងកូតហើយនឹងមានម៉ាស់មួយខ្សែពណ៌បៃតងនេះគឺជាម៉ាស់បងប្អូនអរគ្នាហើយតារាខ្សែពណ៌ខៀវនេះគឺភ្លើងកូតរបស់យើងតែធម្មតាយើងបើកភ្លើងមកគឺកូតហើយខ្សែពណ៌សនេះគឺជាខ្សែដែលឡើងទៅហ្វាអញ្ចឹងហើយគឺងាយស្រួលមែនតើដោយសារតែខ្សែរបស់វាគឺស៊ីគ្នាជាមួយនឹងសំណុំប្រភេទអាតូអាសង់របស់យើងគឺជាប្រភេទម៉ូតូដែលប្រើប្រាស់ខ្សែភ្លើងពណ៌ដូចគ្នាជាមួយនឹងអំពូលនេះមកស្រាប់អញ្ចឹងហើយការតគឺងាយស្រួលមែនតើបងប្អូនអរគ្នាដោយសារតែថ្ងៃនេះខ្ញុំជួសជុលម៉ូតូអតិថិជនដែលមានបញ្ហាឆេះ Versip អញ្ចឹងហើយគឺឃើញមានអំពូលនេះដូចគ្នាអញ្ចឹងហើយគឺខ្ញុំមានចំណាអារម្មណ៍ចង់ចែករំលែកតាក់ទងជាមួយនឹងការតខ្សែភ្លើងអំពូល LED ឥឡូវនេះនៅការជំហាននៃការតខ្សែភ្លើងទី1យើងត្រូវស្គាល់កុងតាក់ភ្លើងរបស់យើងកុងតាក់ភ្លើងរបស់យើងមាន2ខ្សែបងប្អូនគ្នាហើយមួយទៀតគឺកុងតាក់ហ្វាកូតបងប្អូនកុងតាក់ហ្វាកូតគឺមាន3ខ្សែបងប្អូនអញ្ចឹងហើយយើងត្រូវតែស្គាល់ខ្សែភ្លើងហ្នឹងឲ្យច្បាស់ទៅការតគឺវាងាយមែនតើបងប្អូនអរគ្នាมันមានអ្វីពិបាកនោះទេខ្សែពណ៌ត្នោតនេះគឺវាបានភ្លើងមកពីខាងកុងតាក់បិទបើកភ្លើងរបស់យើងខាងស្ដាំដៃបងប្អូននៅខាងស្ដាំដៃខាងទីតាំងខ្សែរ៉ាអញ្ចឹងហើយសម្រាប់កុងតាក់ហ្នឹងគឺយើងចំណាំពណ៌វាច្បាស់ទៅទីនេះខ្ញុំនឹងបញ្យល់ឲ្យបានក្បោះក្បាយតែម្ដងបាទអញ្ចឹងមកដល់ត្រង់ចំណុចនេះខ្ញុំនឹងធ្វើការធៀបខ្សែភ្លើងឲ្យបងប្អូនអរគ្នាមើលឲ្យច្បាស់គឺខ្សែវាពណ៌ដូចគ្នាមែនតើពណ៌អសគឺមកពណ៌អសពណ៌ខៀវគឺមកពណ៌ខៀវពណ៌បៃតងគឺមកពណ៌បៃតងអញ្ចឹងហើយគឺភ្លើងរបស់វាទូនទីរបស់វាគឺដូចគ្នាបងប្អូនអរគ្នាអញ្ចឹងហើយគឺវាងាយមែនតើហើយយើងកុំខ្វល់ជាមួយណាខ្សែពណ៌ក្រហមខ្សែពណ៌ក្រហមហ្នឹងគឺភ្លើងញាក់យើងអាចតជាកុងតាក់ចូលក៏បានឬក៏យើងយកវាទៅដោតជាមួយនឹងកុងតាក់ខ្សែប្រាំងក៏បានដែរដើម្បីយើងចាប់ប្រាំងទៅវាញាក់ភ្លើងភ្លឺផ្លែតណាអញ្ចឹងហើយអាហ្នឹងគឺប៉ុណ្្នឹងឯងអញ្ចឹងដូចខ្ញុំបញ្ជាក់អញ្ចឹងគឺពណ៌បៃតងនេះគឺម៉ាស់ហើយសម្រាប់អាខ្សែពណ៌ខៀវដែលខ្ញុំបង្ហាញនេះគឺជាភ្លើងកូតហើយបងប្អូនអរគ្នាហើយអាខ្សែពណ៌សអាខ្សែពណ៌ក្រហមនេះដូចខ្ញុំនិយាយអញ្ចឹងគឺយើងមិនបាច់ចាំបារម្ភហើយកុំបាច់ចាំខ្វល់ដែរបើយើងចង់តលេងភ្លើងញាក់ឬក៏ភ្លើងសំផ្លូវអីគឺយើងអាចតបានតែអាហ្នឹងគឺយើងបិទចោលទេភាគច្រើនអតិថិជនគឺគាត់មិនដែលត្រូវការប្រើភ្លើងញាក់ទេអូខេអញ្ចឹងហើយគឺនៅពេលដែលយើងតគឺយើងតខ្សែវាត្រឹមត្រូវទៅតាមពណ៌មកគឺវាងាយស្រួលបែបហ្នឹងបងប្អូនអរគ្នាហើយមួយទៀតនៅពេលដែលយើងតខ្សែភ្លើងវាបានត្រូវគ្រប់ពណ៌ហើយគឺដល់វគ្គដែលយើងត្រូវការរកភ្លើងអាគុយតែម្ដងបងប្អូនអរគ្នាពីព្រោះធម្មតាអំពូល LED គឺយកទៅនឹងភ្លើងអាគុយបាទអញ្ចឹងឥឡូវនេះយើងនឹងមកយល់អំពីកុងតាក់បាទកុងតាក់គឺវាមានបែបនេះហើយកុងតាក់មានតួនាទីសម្រាប់បិទបើកភ្លើងហើយអូខេអាពើលឿងនេះគឺចេញមកពីភ្លើងវ៉ាឡង់ដុំភ្លើងហើយធម្មតាម៉ូតូអាសង់គឺវាបានភ្លើងមកពីវ៉ាឡង់ដុំភ្លើងបងប្អូនអរគ្នាគឺអាចគេហៅថាភ្លើងឆៅម្ដងអ្នកនរគ្នាគឺភ្លើងហ្នឹងគឺជាភ្លើង AC គឺចេញមកគឺអំពូលមុខភ្លឺតែម្ដងបាទអាហ្នឹងនៅពេលដែលម៉ូតូយើងមូរ៉ាកាន់តែខ្លាំងភ្លើងវាភ្លឺកាន់តែខ្លាំងបើយើងបអន្តរាគឺវារៀងអ៊ីវអ៊ីវអញ្ចឹងណាអាហ្នឹងគឺជាប្រភេទភ្លើងដែលចេញមកពីវ៉ាឡង់បាទអញ្ចឹងនៅពេលដែលយើងតជាមួយនឹងអំពូលភ្លើង LED គឺយើងជប់ប្រើប្រាស់ភ្លើងវ៉ាឡង់ហើយនៅពេលហ្នឹងគឺយើងប្រើជាមួយនឹងភ្លើង DC ភ្លើងអាគុយបងប្អូនអរគ្នាប្រភេទភ្លើង DC គឺជាប្រភេទភ្លើងអាគុយអញ្ចឹងហើយនៅពេលដែលយើងតម្រូវការនៅការតប្រើប្រាស់អំពូល LED គឺយើងស្វែងរកប្រភេទភ្លើងអាគុយហ្នឹងដែលគេហៅថាភ្លើងបើកសោក៏បានដែរបងប្អូនអរគ្នាភ្លើងបើកសោគឺជាភ្លើងអាគុយហើយអានេះជាសំណុំខ្សែភ្លើងដែលខ្ញុំស្លាប់ចងក្រងស្រាប់អញ្ចឹងហើយវាងាយស្រួលក្នុងការបញ្យល់អញ្ចឹងខ្សែពណ៌ខ្មៅនេះគឺជាភ្លើងបើកសោបងប្អូនអរគ្នាហើយភ្លើងបើកសោគឺមិនខ្វះនោះទេនៅលើតាប្លូម៉ូតូគឺយើងអាចរកវាបានអាចយកវាមកប្រើប្រាស់បានដូចគ្នាប៉ុន្តែសម្រាប់ការប្រើប្រាស់ភ្លើងដែលដើរឆ្ងាយពីក្បាលអាគុយអញ្ចឹងគឺវាមានហានិភ័យមួយទៀតវាអាចឆេះខ្សែភ្លើងអញ្ចឹងហើយបើសិនជាយើងតខ្សែភ្លើងឆ្ងាយពីក្បាលអាគុយមកកាន់កុងតាក់បំពូលភ្លើងមុខរបស់យើងគឺយើងគួរណាតែប្រើ Versip ទៅដើម្បីជៀសវាងកុំឲ្យវាឆេះខ្សែឬក៏វាឆេះទៅលើឧបករណ៍របស់យើងណាមួយអញ្ចឹងណាបាទសម្រាប់ការបង្ហាញនៅលើ keyboard របស់ខ្ញុំនេះគឺវាល្អមែនទែនគឺវាងាយស្រួលក្នុងការបញ្យល់បងប្អូនអរគ្នាអញ្ចឹងយើងគ្រាន់តែកាត់កលែងខ្សែតំណែងមកយើងតចូលវិញជាមួយនឹងភ្លើងអាគុយមកគ្រាន់តែយើងបើកសោគឺវាភ្លឺហើយបើកសោហើយចុចកុងតាក់បើកមកវានឹងភ្លឺហើយភ្លើងវានឹងរត់ចូលមកតាមខ្សែពណ៌ប្រផេះបងប្អូនអរគ្នាចូលមកត្រាំនៅក្នុងភ្លើងហ្វាកូត
ដល់ពេលដែលយើងមិនទាន់បើកហ្វាគឺវាមានជាភ្លើងកូដគឺឡើងទៅពណ៌ខៀវហើយដល់ពេលដែលយើងបើកហ្វាពណ៌អសគឺវាឡើងទៅអំពូលហ្វាពណ៌អសវិញអញ្ចឹងគឺបែបហ្នឹងដល់ពេលដែលចូលមកអ្នកនរគ្នាដូចខ្ញុំចង់អល់ហ្នឹងវាចូលតាមខ្សែពណ៌លឿងនេះមកដល់ពេលយើងដូរដាក់ភ្លើងអាគុយវិញគឺយើងយកមកចាប់ជាមួយនឹងខ្សែពណ៌លឿងនេះមកគឺបានន័យថាយើងយកភ្លើងអាគុយទៅប្រើតែម្ដងព្រោះម៉ាស់គឺវាត្រាំស្រាប់ហើយនៅកន្លែងភ្លើងយើងនៅលើហ្នឹងគឺវាត្រាំស្រាប់ហើយអូខេចឹងហើយអាពណ៌ក្រហមនេះគឺដូចខ្ញុំនិយាយចឹងបើយើងចង់ឲ្យភ្លើងញាក់គឺយើងអាចតវាចូលបានហើយក៏យើងចង់ដោតជាមួយនឹងខ្សែប្រាំងក៏បានដែរព្រោះកុងតាក់ប្រាំងគឺមាននៅលើក្បាលម៉ូតូ Honda Dream Song យើងណាអូខេអញ្ចឹងវិធីតនឹងប្រើប្រាស់ជាមួយនឹងអំពូល LED គឺងាយបែបហ្នឹងបងប្អូនអរគ្នាអានេះដោយសារខ្ញុំឃើញជាក់ស្ដែងគឺខ្ញុំឆ្លៀតឱកាសចែករំលែកបងប្អូនតែម្ដងហើយបើសិនជាមានការនិយាយខុសឆ្គងត្រង់ណាអីក៏ប្រកាន់បងប្អូនហើយមួយទៀតបងប្អូនកុំភ្លេចជួយ like និង share វីដេអូឲ្យបានច្រើនផងដើម្បីឲ្យបងប្អូនយើងថ្មីក៏មានឱកាសបានយល់ដឹងអំពីចំណុចតនៅ LED បងប្អូនអរគ្នាបាទជាចុងក្រោយក៏អរគុណដល់បងប្អូនដែលបានតាមដានតាំងពីដើមដល់ទីបញ្ចប់បាទសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេគឺគ្រាន់តែចង់ចែករំលែកបងប្អូនអំពីចំណេះដឹងថ្មីនិយាយរួមទៅសម្រាប់បងប្អូនជាងគឺគាត់ចេះស្រាប់ហើយតែសម្រាប់អ្នកថ្មីគឺគាត់អត់ទាន់ចេះនោះទេអញ្ចឹងហើយវាគ្រាន់តែជាការចែករំលែកមួយដ៏ល្អផងដែរបាទអញ្ចឹងហើយកុំភ្លេចជួយ like និង subscribe ឆានែល YouTube ខ្ញុំបាទប៉ុណ្ណាសូមម៉ូតូ1បាយបាយជម្រាបលា